របៀប configure McAfee router របស់យើងឡើងទៅកាន់ internet អញ្ចឹងដើម្បីធ្វើការ configure McAfee router របស់យើងឡើងទៅកាន់ internet បានយើងត្រូវមាន Win box បាទនៅពេលដែលយើងមាន McAfee router របស់យើងបើកវាមកបន្ទាប់មកយើងធ្វើការ connect Win box របស់យើងអញ្ចឹងជាដំបូងយើងអាច connect តាម MAC address ទៅបើសិនជាយើងអត់មាន IP ទេយើង connect តាម MAC address វា stable ជាងបន្ទាប់មក user គឺ admin ហើយ password អត់មានទេណាអញ្ចឹងនៅពេលដែលយើងទិញឧបករណ៍ថ្មីមកគឺ password អត់មានទេ blank បន្ទាប់មកយើងចុច connect បញ្ជាក់គឺ connect តាម MAC address វា stable ជាងបើសិនជាអ្នកទាំងអស់គ្នា connect តាម IP ក៏បានដែរតែវាអត់សូវ stable អញ្ចឹងជាទូទៅខ្ញុំ connect តាម MAC address ដោយសារ MAC address អាចដូរបានតែមួយណាគឺមួយហ្នឹងហើយ device មួយមាន MAC address មួយយើងអាច change MAC address របស់ device បានទេបន្ទាប់មកចុច connect មកចឹងជាដំបូងពេល login មកគឺវាសួរយើងឲ្យដូរ password អញ្ចឹង password ទី1នេះក៏អត់មានទេ old password គឺអត់មានទេ blank អញ្ចឹងយើងទុកវា blank បន្ទាប់មកយើងដូរ password មកយើងចង់ដាក់ password មិនក៏បានដែរខ្ញុំដាក់ admin ទៅសួរចាំជាងទី1ទី2គឺ admin ដូចគ្នា password ហើយយើង change now ចុច change now មកជាងជំហានបន្តទៀតដើម្បីឲ្យ McAfee router របស់យើងឡើងទៅកាន់ internet បានយើងមកមើល interface នេះជាង interface របស់យើង McAfee router របស់យើងមានទាំងអស់8ជាង interface ទី1ហ្នឹង access ទៅកាន់ internet ចឹងជាទូទៅយើង configure យើងយក port ទី1ដើម្បីធ្វើការឡើងទៅកាន់ internet ហើយបើសួរថាខ្ញុំយក port ផ្សេងបានអត់បានតែអត់អីទេចង់យក port ណាក៏បានដែរហើយយើងកំណត់ទៅណាកំណត់ឲ្យវាឡើងទៅកាន់ internet ទៅគាត់ថាជាទូទៅគេយក port លេខ1អញ្ចឹង port លេខ1នេះ Ethernet 1នេះយើងទុកឲ្យដែរទៅយើងបដូរតាកន្លែងនេះយើងដាក់ ISP អញ្ចឹងទៅយើងគ្រាន់ note ទេកន្លែងហ្នឹងណាខ្ញុំដាក់អក្សរធំទៅដាក់ ISP underscore មួយមកកន្លែងនេះអូខេយើងមានន័យថា ISP ហ្នឹងគឺ internet អញ្ចឹង port លេខ1គឺឡើងទៅកាន់ internet អានេះយើងគ្រាន់តែ rename interface របស់យើងទេកន្លែងហ្នឹងណាបន្ទាប់មកយើងចុច OK ចុច apply មកចុច OK មកបាទឃើញទេអញ្ចឹងវាដូរអញ្ចឹងមានន័យថា port លេខ1ឡើងទៅកាន់ internet ហ្នឹងជំហានទី1អញ្ចឹងជំហានបន្តទៀតយើងចូលទៅកាន់ IP ហើយយើងយក address អញ្ចឹងដើម្បីឡើងទៅកាន់ internet បានយើងត្រូវមាន IP address ពី ISP មកណាអញ្ចឹង ISP នឹងឲ្យ IP address មកអ្នកទាំងអស់គ្នាហើយណាអញ្ចឹងយើងធ្វើការ configure នៅលើហ្នឹងតែអានេះដោយសារជាខ្ញុំ connector ខ្ញុំតេស្តនៅក្នុង virtual ណា GNS3 អញ្ចឹងវាបោះ IP DHCP ឲ្យមកអញ្ចឹងបើមាន IP ពី ISP ពីក្រុមហ៊ុនអ៊ីនធឺណិតមកបងប្អូនយកមកដូរកន្លែងហ្នឹងណាអ្នកទាំងអស់គ្នាដូរកន្លែងហ្នឹងមកណាដាក់ IP ប្រមាណបាទ network វាប្រមាណបាទ connect ទៅកាន់ port ណាហើយនឹងយើងត្រូវដូរកន្លែងហ្នឹងបន្តមកយើងចុច OK មកឥឡូវខ្ញុំចុចបូកតេស្តឲ្យអ្នកទាំងអស់គ្នាមើលនេះអញ្ចឹងយើងដាក់ IP មក IP មួយណាដែលគេឲ្យមកពីក្រុមហ៊ុនអ៊ីនធឺណិតអញ្ចឹងយើងដាក់នៅកន្លែងហ្នឹងទៅឧទាហរណ៍ថា192.168 អញ្ចឹងទៅចុច10.22 អញ្ចឹងទៅបាទ/ប្រហែល/24 អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងដាក់/ទៅអា network នេះវានឹងស្គាល់នៅពេលយើងចុច apply ទៅវាស្គាល់អូខេយើងមិនបាច់ save កន្លែងហ្នឹងទៀតទេមិនបាច់ទេយើងមើល port មួយណាឡើងទៅកាន់ internet អញ្ចឹងយើងត្រូវយក port ហ្នឹងណាអានេះខ្ញុំក៏ឧទាហរណ៍ទេបើថា port លេខ1ឡើងទៅកាន់ internet យើងចុច port លេខ1មកហើយយើងចុច apply មកណាអូខេអាហ្នឹងជាការកំណត់ទី1បន្ទាប់មកទៀតយើងចូលទៅកាន់ firewall ឬក៏ DNS ឬក៏ DHCP server អីចឹងទៅឥឡូវខ្ញុំចូលទៅកាន់ DNS ចុះ
ចឹងកន្លែងកំណត់ DNS ចឹងបើសិនជាអត់មាន DNS ទេយើងកំណត់ទៅណាអានេះគេបោះ dynamic នេះមានន័យថាវាអូតូវាបោះ DNS server ឲ្យយើងអូតូមកចឹងយើងមិនកំណត់ទេតែយើងចង់ថែមបានអូខេខ្ញុំចុចថា8ទៅ 8.8 ចឹងទៅហើយយើងអាចថែមបានទៀតណា DNS តោះមកយើងកំណត់អីទៀតបាទកំណត់ទៅលើគេ firewall នេះយក NAT ណាខ្ញុំចុចយក NAT ដើម្បីឡើងទៅកាន់អ៊ីនធឺណិតអញ្ចឹងឲ្យវាដូរ IP ពី public ទៅ private ពី private មក public អញ្ចឹងទៅតោះmìnhចុចបូកនេះចុចសញ្ញាបូកមកអញ្ចឹងយើងកន្លែងឆាននេះយើងយក source NAT មានន័យថាយើង source ទៅកាន់ destination យើងឡើងអ៊ីនធឺណិតណាអញ្ចឹងយក source NAT បន្តមកយើងចុច action នេះ action នេះយើងយក MAC rate ចឹង MAC rate ហ្នឹងគឺវាប្រើសម្រាប់ធ្វើការទូនាទីវាប្រើដើម្បីធ្វើការដូរ IP ពី public ទៅ private ពី private មក public តោះមកចុច apply ណា apply មកតោះមកយើងយកអីទៀតបាទយើងចូល route នេះយើងចុចមើល route នេះចឹង route នឹងជាស្អីយើងត្រូវដឹងសិន route នឹងគឺជាច្រកផ្លូវឡើងទៅកាន់អ៊ីនធឺណិតដូចយើងគោលដៅយើងទៅសៀមរាបបើសិនជាយើងអត់ស្គាល់ផ្លូវយើងទៅតាមណាចឹងយើងអត់អាចដឹងទេយើងអត់ទៅដល់ទេបើយើងអត់ដឹងផ្លូវហ្នឹងយើងទៅតាមណាអញ្ចឹងនៅក្នុងឧបករណ៍ network ដូចគ្នាបើសិនជាយើងចង់ឡើងអ៊ីនធឺណិតយើងត្រូវមានផ្លូវឡើងទៅដែរបើសិនជាយើងអត់ស្គាល់ផ្លូវឡើងទៅទេគឺយើងអាចឡើងទៅកាន់អ៊ីនធឺណិតបានទេចឹង route ហ្នឹងគឺជាផ្លូវឡើងទៅកាន់អ៊ីនធឺណិតដោយសារយើងយកដោយសារខ្ញុំតែនៅក្នុង GNS3 ខ្ញុំវាបោះ DSP auto អញ្ចឹងវាកំណត់ route ឲ្យខ្ញុំហើយនេះកន្លែងនេះឃើញទេអញ្ចឹង gateway នេះវាកំណត់ឲ្យខ្ញុំបាទ gateway គឺ 192.168.2 អញ្ចឹង IP ហ្នឹងគឺជា gateway គឺជាច្រកផ្លូវឡើងទៅកាន់អ៊ីនធឺណិតកន្លែងហ្នឹងណាអញ្ចឹងយើងត្រូវស្គាល់ gateway របស់យើងហើយក្រុមហ៊ុន ISP នៅពេលដែលមកឲ្យបងប្អូន IP គេឲ្យទាំងអស់ហើយគេឲ្យ IP គេឲ្យ DNS គេឲ្យ subnet គេឲ្យ gateway អញ្ចឹងដែរអញ្ចឹងគេឲ្យមកទាំងអស់ហើយដើម្បីឲ្យយើងធ្វើការ configure នៅលើ client របស់យើងហើយសម្រាប់ destination address កន្លែងនេះ0ទាំងអស់មានន័យថារាល់ subnet ទាំងអស់គឺវា allow ទាំងអស់ allow ទាំងអស់ subnet ណាក៏ស្គាល់ដែរដោយសារយើងដាក់ 000/0 កន្លែងហ្នឹងតែបើអត់មានទេករណីអត់មានទេករណីអត់មានយើងអាច configure ខ្លួនឯងមកនេះអូខេកន្លែងលើដាក់ 0 ហ្នឹងទៅហើយខាងក្រោមយើងត្រូវស្គាល់ថា gateway ដែលក្រុមហ៊ុន ISP ឲ្យយើងនឹងមួយណា IP ប៉ុន្មានឧទាហរណ៍ថា 172.16.66.1 អញ្ចឹងទៅអាហ្នឹងគឺជា gateway ឡើងទៅកាន់អ៊ីនធឺណិតដែលក្រុមហ៊ុន ISP ហ្នឹងក្រុមហ៊ុនអ៊ីនធឺណិតហ្នឹងឲ្យមកយើងដើម្បីឲ្យយើងនឹងធ្វើការ configure នៅក្នុង MikroTik router របស់ client របស់យើងបន្ទាប់មកយើងចុច apply មកណាចុច apply មកហើយចុច OK ហ្នឹងបើសិនជាអត់មានណាអត់មានយើង configure អញ្ចឹងបន្ទាប់មកទៀតយើងមកមើល client របស់យើងសួរថា configure ប៉ុណ្ណឹងហើយវាឡើងទៅកាន់អ៊ីនធឺណិតកើតអត់ឡើងកើតទេ client យើងគឺឡើងអត់ទាន់កើតទេដោយសារអីយើងអត់ទាន់មានដាក់ IP ទៅឲ្យ client របស់យើងទេណាអញ្ចឹងបើសិនជាយើងដាក់ IP ឧទាហរណ៍វាបោះ IP DHCP ឲ្យយើងអូតូយើងដាក់ DHCP អញ្ចឹងទៅអញ្ចឹងអត់មាន IP ទេបាទអត់មានMikroTik បោះ IP ទៅកាន់ឲ្យ client ទេអញ្ចឹងយើងត្រូវ configure គេទៀតយើង configure DNS server DHCP server អញ្ចឹងយើងចុចលើ IP ហើយយក DHCP server នេះប៉ុន្តែដោយសារយើងអត់ទាន់កំណត់
IP client ចឹងយើងត្រូវកំណត់ IP client សិនបានយើងមកកំណត់លើ DHCP server យើងបានឧទាហរណ៍ថាឥឡូវខ្ញុំចូលក្នុង address មកចឹងកន្លែងនេះខ្ញុំដូរទៅជា IP ឥឡូវអូខេខ្ញុំបូកមួយទៀតចុះកុំឲ្យច្រឡំគ្នាបោះ IP ឲ្យ client របស់ខ្ញុំ 172.168.16.66 ចុច1ណាចុច1/24 អូខេហើយខ្ញុំយក port លេខ 2ដោយសារ client របស់ខ្ញុំ connect port លេខ 2មកកាន់McAfee router ចឹងយក port លេខ 2តោះខ្ញុំចុច apply ខ្ញុំចុច OK អូខេអញ្ចឹងខ្ញុំមកម្ដងទៀតខ្ញុំឲ្យវាបោះ DHCP មើលវាបោះអត់ឥឡូវយើងដាក់អក្សរតូចវិញនៅកន្លែងនេះខ្ញុំដាក់DHCP អូខេ enter ហើយលើអក្សរធំវាអត់ស្គាល់ខ្ញុំដាក់អក្សរតូចវិញអូខេវាចាប់ហើយអញ្ចឹង comment នេះយើងខុស comment ដោយសារយើងប្រើអក្សរធំវាអត់ស្គាល់ឥឡូវclient របស់យើងគឺបាន IP 172.16.66.254 ហើយ gateway នេះ gateway ចុច 1ខុស comment ដោយសារយើងប្រើជាលក្ខណៈ virtual អូខេឥឡូវយើងឲ្យវាឡើងទៅកាន់ internet ចុច ping មើល8 ដង 4 ដងបាទឥឡូវ client របស់យើងឡើងទៅកាន់ internet បានហើយអញ្ចឹងមេរៀនយើងមានតែប៉ុណ្្នឹងទេដើម្បីធ្វើការឡើងទៅកាន់ internet យើងត្រូវ configure ទាំងអស់ហ្នឹងបាទជួបគ្នានៅវីដេអូក្រោយទៀតអរគុណ